បងប្អូនថ្ងៃនេះខ្ញុំមក reaction bot មិនមែនសុបិនរបស់ ជីវិតដែលជា bot ដែលគាត់ជា bot ចំណងដៃក្នុងអាពាហ៍ពិពាហ៍របស់គាត់ហើយការរៀបចំកម្មវិធីនៅក្នុងកម្មវិធីការរបស់គាត់នឹងគឺថាយើងនិយាយថាបច្ចុប្បន្នឡើយហ្នឹងគឺមានតែមួយឯងមានតែមួយឯងអត់មានពីរឯងនេះហើយឃើញថាអធិកអធមមែនតើមនុស្សដល់កអញ្ចឹងយើងដល់បត់គាត់ទាំងអស់គ្នាបត់ហ្នឹងគឺថាអាគារដែលនៅគឺមានសានសុំគឺយកទាំងអស់តែម្ដងមួយអាគារបានជួបអូនក្នុងជាតិនេះអូនគឺជាមនុស្សពីរសេងការស្លាមុនអ្នកគ្នាការស្លាមិញនេះយើងអាចនិយាយបានថានារីណាក៏គេចង់បានដែរអូនជាដួងតារាបំភ្លឺបែងមិនការកលាបទេណាអូនជាមនុស្សតែម្នាក់ឈានជើងចូលក្នុងជីវិតបងហើយផ្ដាំថាលះបងក្រុមយ៉ាងឲ្យគ្នានឹងកូនស្រីគេយំរហូតដល់កូនស្រីបាទទឹកភ្នែកកើភ្នែកនៃភាពកង់ក្ដៅយើងកាន់ដៃរហូតទៅក្នុងដងមើលថ្ងៃកម្មវិធីការរបស់គាត់នឹងឃើញថាម្នាក់គឺស្លៀកពាក់ចំតុបតែងខ្លួនប្រាណនឹងគឺថាបានល្អស្អាតមែនតើមកគ្នាហើយសតតែតកែលេបាទតកែលេបាទជំទាវតកែលេច្រើនមែនតើគឺឃើញថាអូដល់កម្ដងមកគ្នាជីខ្លានមកមិននិយាយសរុបមើលរាប់សែនបាទហើយលើគេសរសើរគ្រប់គ្នាតាំងពីសរសើររោងការរបស់គាត់ហ្នឹងអ្នកសរសើរហ្នឹងណាគ្រប់គ្នាដែលទៅហ្នឹងគឺសរសើរថាគឺថាតាក់ទាញអស្ចារ្យតាំងពីចុះពីឡានដើរពីចេញពីឡានទៅដើរចូលរោងការគឺថាបើនៅកណ្ដាលរោងការហ្នឹងគឺលើកភាសាព្រះវិហារយកមកដាក់នឹងតែម្ដងអូននេះគ្នាវាអត់មានច្រើនណែមានតែមួយអញ្ចឹងណាហើយយើងចង់និយាយថាការតារាប្រចាំប្រទេសទាំងមូលនេះសមមិនបានរួមភ្លឺមានបងការពីគូស្នេហ៍រយំសាំងបងនឹងក្បែរអូនគ្រប់វេលាលឹងពីនឹងបងមិនទៀនទេសុំត្រឹមក្បែរអូនអរគុណអូនណាខ្ញុំជួបមនុស្សដែលផ្ដល់តម្លៃនឹងក្តីស្រឡាញ់ពិតបងសូមសន្យាអូនលែងអាយកាមានបងនៅចិនមកនឹងច្បាស់ទាំងនេះគឺជាការពិតមិនមែនសូបិនក៏ផ្លែតែគូវត្តយ៉ាសម្ដេចម៉ែសំអនមានបទសម្លេងដែរទឹកដៃកូនប្រុសការពីគូស្នេហ៍រយយើងមើលតែប៉ុណ្្នឹងមកដល់គ្នាឃើញទ្រង់អៃដលលើជំទាវអ្នកដែលល្បីគឺថាឃើញទៅការច្រើនមែនតើទាំងរួមទាំងដូចជាមានទាំងរដ្ឋមន្ត្រីមានទាំងអបនាយករដ្ឋមន្ត្រីគឺថាឃើញថាចូលរួមច្រើនមែនតើនៅក្នុងកម្មវិធីហ្នឹងចូលរួមអបអរសាទរនៅថ្ងៃល្អថ្ងៃជ័យថ្ងៃល្អ
ហើយសុភមង្គលសម្រាប់គូស្វាមីភរិយាទាំងពីរនាក់ហ្នឹងហ្នឹងហើយកន្លែងហ្នឹងហើយដែលចង់បញ្ជាក់ថាទោះបីមានបងប្អូនយើងមួយចំនួននៅតែខមមិនដែលមិនល្អណាហ្នឹងហើយមិនតែឥឡូវគេបានការហើយហ្នឹងហើយតង់ចំណុចការហ្នឹងចង់បញ្ជាក់ថាការមុនក៏ដោយការក្រោយក៏ដោយសំខាន់ការស្រឡាញ់គ្នាការយកចិត្តទុកដាក់គ្នាការព្រួយបារម្ភពីគ្នាសុខទុក្ខពីគ្នាអាហ្នឹងវាជារឿងល្អបំផុតហើយតែគាត់មិនតាន់ការហ្នឹងក៏គាត់មានអេតាស៊ីវិលហើយដែរសម្បត្តិអពាហ៍ពិពាហ៍ហើយដែរហ្នឹងហើយមិនមែនគាត់ថាតាមច្បាប់គឺតាមត្រូវហើយហ្នឹងហើយគាត់ថាយើងអត់ទាន់អ្វីនៃហ្នឹងក៏ចាស់ទុំមេបាខាងប្រុសខាងស្រីគេដឹងគេលឺអស់គ្រប់គ្នាហើយហ្នឹងហើយគាត់ថាមិនទាន់រៀបចំជាពិធីការមួយឲ្យវាអោឡារឹកប៉ុន្តែឥឡូវនេះគឺមិនមែនថាអោឡារឹកទេគឺលើសពីអោឡារឹកទៀតទៅជាមហាដូចជាមហាការនិយាយធំមកធំពេកដឹងគេថាម៉េចហ្នឹងគាត់វាល្អពេកសម្រាប់គាត់ទាំងពីរអ្នកហ្នឹងហើយមិត្តភ័ក្តិបងប្អូនរបស់គាត់ញាតិមិត្តចិត្តខាងរបស់គាត់គឺថាអូចូលរួមច្រើនមែនទែនហើយរឿងមួយទៀតដែលខ្ញុំចង់និយាយនោះអ្នកដែលទន្ទឹងរឿងសម្បត្តិការជីវិតឯនឹងទៀតប្រព្រឹត្តហ្នឹងគឺទន្ទឹងចាំហ្មងយើងគ្រប់គ្នាយើងថាគេអត់ហៅក៏ធូរដែរអត់លុយអត់អស់លុយប៉ុន្តែនេះអត់ណាត្រូវតែហៅចង់ថារោងចាំសម្បត្តិការវិញរបៀបតែមនុស្សហ្នឹងគួយចាំរោងសម្បត្តិរោងចាំគេហៅហ្នឹងហើយមិនមែនដូចយើងការធម្មតាហ្នឹងកុំហៅអីម្លងទៅសល់លុយអត់ទេការជីវិតគឺថាមានតែមនុស្សរងចាំសមុទ្រណែអត់ហៅនឹងខឹងទៀតណែវាមានអញ្ចឹងណាធម្មតាហើយបងទៀតបងនឹងក្បែរអូនគ្រប់វេលានឹងពីនេះបងមិនទៀមទាសុំត្រឹមក្បែរអូនអរគុណអូនណាអរគុណព្រេងវាសនានេះស្័យហើយសូមបញ្ជាក់ទេបងនៅកម្មវិធីរបស់គាត់ហ្នឹងគឺគ្រប់ទម្រង់បែបបត់បោះខ្មែរយើងពីដើមមកមិនហ្នឹងគឺអញ្ចឹងតែម្ដងហ្នឹងហើយអត់មានម្លងមួយទេធ្វើទាំងអស់ហើយម្សិលមិញថ្ងៃអាទិត្យកាលពីថ្ងៃសៅរ៍គាត់ថ្ងៃសៅរ៍គាត់ការហ្នឹងថ្ងៃ7ថ្ងៃ8គាត់ជប់លៀងផាធីជប់លៀងឲ្យ fan មកគាត់តាមអ្វីដែលគាត់សន្យាហ្នឹងណាហ្នឹងហើយនៅក្នុងកម្មវិធីជប់ជុំអ្នកគាំទ្ររបស់គាត់ហ្នឹងដែរក៏មានការចុះកិច្ចគេហៅថា BA របស់លោកមីសហ្នឹងហើយលទ្ធផលមីសហ្នឹងហើយហើយយើងអាចនិយាយថាជាមិត្តភក្តិរបស់គាត់ដែរខ្ញុំជួបមនុស្សដែលផ្ដល់តម្លៃនឹងក្តីស្រឡាញ់ពិតហើយមួយទៀតបងប្អូនគ្នាមួយទៀត idol បាទ idol យើងដល់មុន Beverage ហ្នឹងគឺថា$240,000ឧបត្ថម្ភក្នុងកម្មវិធីនេះបាទ$240,000បើសិនជាយើងការធម្មតា10000ការបានមនុស្សធម្មតាការណាធំ50-60តុកអីគឺថាបានរហូតទៅដល់24រោងហើយយើងថាមករោងការអស់10000ទៅអស់មកបាន24រោងហើយបើការនៅតាមជនបទវិញមិនដឹងលុយប្រមាណណាបែបចូល50រោងឯងប៉ុន្តែការនេះចង់អស់ច្រើនដែរមិនអស់តិចទេបើគ្នាអស់ច្រើនណាស់មិនថាណូហើយប៉ុន្តែចំណូលក៏ច្រើនដែរបាទឃើញតកែរបស់មីសគាត់ចងលុយបើថាដកវីតានីគេមកប្រហែល$10000អញ្ចឹងមកដាក់ស្រោមហុចទាំងអត់មានធៀបទេប៉ុន្តែហុចទាំងបើធៀបលុយដាក់បានតែប្រហែល100ទេប៉ុន្តែដាក់ថងបើអីបាទមកថងហ្មងទៅមករាប់មកដល់ជួយមែនទេបងសូមសន្យាអូនលែងអាយកាមានបងនៅចិនមកនឹងច្បាស់ទាំងនេះគឺជាការពិនមិនមែនសោបិនអរគុណអូន
បែបយ៉ាង ដែល បង ផ្ ខ្ញុំ ដល់ មិនឡង តម្លៃ ទេ នឹងក្តីស្រឡាញ់ពិតមកសូមសន្យាអូនលែងអាយកាមានបងនៅចិត្តមកនឹងច្បាស់ទាំងនេះគឺជាការពិតមិនមែនសូបិន បាទអូខេបងប្អូនគ្នាបទចម្រៀងរបស់ idol យើងដល់ទីបញ្ចប់ហើយគេឃើញថាអូលយមែនតើបងប្អូនគ្នាលយមែនតើដល់ការម្ដងបាទគាត់ថាលេងមកអស់ដៃតែម្ដងបាទមកចិត្តការតែម្ដងបាទហើយពេលដែលគាត់ឡើងនេះថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសរបស់គាត់ហ្នឹងខ្ញុំគឺមើលទៅឃើញថាមានទឹកភ្នែកទឹកសម្បោរខ្លះៗបាទគាត់ថារំជួលចិត្តហ្នឹងហើយ ចាបងប្អូនខ្ញុំមានប៉ុណ្ណឹងទេចុងក្រោយជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ